Và Sparkle một bộ một can video highlight rồi bọc chrome cam FC hay năng Info United ngàyនេះយើងប្រកួតគ្នានៅម៉ោង4រសៀលហើយការប្រកួតនេះគឺធ្វើឡើងនៅលើទីលានបឹងកេងកងបាទអញ្ចឹងឥឡូវនេះយើងឃើញថាបាល់កំពុងតែលេងនឹងគ្រប់គ្រងដោយក្រុម Info United ហើយថ្ងៃនេះ Info United បានស្លៀកពាក់នៅឈុតពណ៌ខៀវបាទស្រោមជើងពណ៌ខ្មៅបាទហើយក្រុមកាមវិញគឺគាត់មានសម្លៀកបំពាក់ស្តៀងពណ៌មាសបន្តិចទៅហើយនឹងលាយខ្មៅបាទហើយក្រុមទាំងពីរនេះបានលេងជាមួយគ្នាមករឿយៗហើយក៏មានចាញ់ឈ្នះស្មើទៅវិញទៅមកបាទហើយល្ងាចនេះយើងឃើញថាកីឡាករសងខាងគឺមានរបៀបលេងស្តៀងគ្នាបាទប៉ុន្តែក្រុម Info United គឺលេងជំរើសប៉ះសេច្រើនបាទគឺប៉ះទៅប៉ះមកហើយកីឡាករនៅលើទីលានសុទ្ធតែជាកីឡាករដែលមានបទពិសោធន៍ខ្ពស់ក្នុងការប្រកួតប្រជែងធ្លាប់ជាអាជីពឬក៏ធ្លាប់លេងនៅជម្រើសជាតិផងដែរខាងកាមក៏ដូចគ្នាដែរបាទបាល់មិញនេះតែមកក្បាលតែចេញទៅក្រៅបាត់ទៅហើយឥឡូវនេះកីឡាករលេខ18សាន់សារ៉ាបានអូសទៅហើយប៉ះឲ្យលោកគ្រូអូវែនក៏របូតបាល់ទៅបាត់ទៅហើយបងចាន់នីនោះក៏រៀបនឹងបានសុទ្ធទៅហើយប៉ុន្តែក៏មានការដណ្ដើមបាល់ពីខ្សែការពារបាទឥឡូវនេះគឺការគ្រប់គ្រងបាល់នៅក្រុម Info United ដដែលកីឡាករសាន់សារ៉ាលេខ18នេះមានឱកាសច្រើនណាស់បាទតែធ្វើអីអត់កើតទេបាទព្រោះដោយសារតែទៅមុខអត់រួចមួយការពារដែលមមរបស់កាម FC បាទជាយាមលេងបាល់ទៅគៀនវិញហើយក៏ cross ទៅកដាលបាទទៅណាស៊ីទម្លាក់ឲ្យទៅខ្សែវិយុទ្ធហើយបងចាន់នីទាត់ឡើងទៅលើបាត់ទៅហើយបាទតងទៀតហើយគឺលោកគ្រូអូវែនអុសកាច់ចុះកាច់ឡើងល្អណាស់បាទតែក៏បាល់ល្អលឿនចេញទៅក្រៅបាត់ទៅបាទឥឡូវនេះសាន់សារ៉ាអូសឡើងទៅផ្សារទៀតប៉ះបងចានីក៏ប៉ះទៅឲ្យណាស៊ីបាទណាស៊ីបោះទៅស្លាប់វ៉ាទូតបចូលទីតែម្ដងមកក្របទី1របស់ Info United បាទឥឡូវនេះវ៉ាទូបានគ្រប់គ្រងបាល់បោះស្រូឲ្យទៅហើយប៉ះចូលកណ្ដាលវិញលេងសងតោះនេះល្អណាស់បាទវ៉ាទូដាក់មកក្របទៀតហើយក្របបាល់ទី2របស់វ៉ាទូបាទនេះគឺជាការទាត់បញ្ចូលទីជាលើកទី2បាទឥឡូវនេះហើយបានគ្រប់គ្រងបាល់ហើយអូសទៅគៀនប៉ះចូលមកកណ្ដាលខ្សែការពារផ្លត់ឥឡូវនេះគឺឆាតក៏ទាត់បានបញ្ចូលទីក្របទី3ឲ្យ Info ទៅហើយបាទបាល់ទៅហើយទៀតហើយបាទហើយនេះក៏ថានាំលេងតែម្ដងប៉ះបាល់មកឲ្យឆាតអូសកាត់ទៅឆ្វេងទាត់ជើងឆ្វេងទៅឡងសល់មកវិញគឺវ៉ាទូដាក់ hat-trick តែម្ដងថ្ងៃនេះបាទឥឡូវនេះបាល់ជាប់ជើងខាងកាម FC លឿនណាស់បាទកីឡាករនេះប៉ុន្តែតាក់ស្មៅខាង Info ទៅតាមបាល់បានឥឡូវនេះ Info បានមកក្របទៀតទៅហើយដោយឌីរ៉តបាទឌីរ៉តនេះជាខ្សែការពារស្លាបទេប៉ុន្តែឡើងទៅលួចមួយលើបានក្របបាល់របស់គាត់គ្រូអូវែនប៉ះបាទទៅដើមបាល់បានដោយកាម FC បាទកាម FC ក៏បានប៉ះចុះប៉ះឡើងបាទបោះទៅព្យាយាមលេងខាងស្លាបបាទគឺថាល្អមែនតើឥឡូវនេះបាល់គ្រប់គ្រងដោយខាង Info United បាទ Info United ប៉ះទៅកណ្ដាលហើយបងចាន់នីទាត់ពីគៀននោះឆ្ងាយណាស់បាទគ្រាប់បាល់នេះល្អប្រចាំការប្រកួតនេះតែម្ដងបាទដោយបងចាន់នីលេខ10បាទស្អាតណាស់បាទស្អាតមែនតើបាទអាយុច្រើនវ័យច្រើនហើយប៉ុន្តែនៅតែល្អបាទថ្ងៃនេះគឺថាទូនេះគឺលេងតាំងពីលើរហូតដល់ក្រោមធ្លាក់មកការពារទៀតបាទជាលទ្ធផលនោះគឺកាម2គ្រាប់ Info គឺ6គ្រាប់បាទ